ប្រសិនបើបងប្អូនមានវីដេអូបែបនេះហើយចង់ដាក់សញ្ញាព្រួយបែបនេះឬក៏សញ្ញាបែបនេះប៉ុន្តែអត់ទាន់ចេះធ្វើអញ្ចឹងបងប្អូនអាចមើលការបង្ហាញរបស់ខ្ញុំនៅក្នុងវីដេអូនេះដែលការដាក់សញ្ញាសម្គាល់បែបនេះគឺវាជារឿងមួយដែលសំខាន់ដើម្បីឲ្យអ្នកមើលរបស់យើងនឹងគាត់យល់កាន់តែច្បាស់នៅអ្វីដែលយើងចង់បង្ហាញទៅកាន់ពួកគាត់តោះទៅមើលការបង្ហាញជូនរបស់ខ្ញុំជាដំបូងបងប្អូនចូលទៅកាន់កម្មវិធីវិញបាទបន្តមកទៀតបងប្អូនបាទយកពាក្យថា new តមកទៀតបងប្អូនទៅ select video ដែលបងប្អូនចង់ដាក់សញ្ញាព្រួញឬក៏សញ្ញារង្វង់សម្គាល់បាទឥឡូវឧទាហរណ៍ថាខ្ញុំយកវីដេអូមួយនេះហើយខ្ញុំចុច start បាទឥឡូវខ្ញុំមានវីដេអូមួយហើយបើសិនជាខ្ញុំចង់បង្ហាញទៅអ្នកមើលរបស់ខ្ញុំឲ្យគាត់បានយល់បន្ថែមអំពីចំណុចដែលខ្ញុំចង់បង្ហាញហ្នឹងអញ្ចឹងបងប្អូនអាចដាក់សញ្ញាព្រួញឬក៏សញ្ញាសម្គាល់បានសម្រាប់កម្មវិធីវិញគឺបងប្អូនត្រូវចូលលើពាក្យថា edit បន្ទាប់មកបងប្អូន scroll បាទមករកពាក្យថាបាទ sticker បងប្អូនចុច sticker តមកទៀតបងប្អូនយកពាក្យថា sticker ទៀតបាទបន្ទាប់មក sticker របស់យើងគឺមានច្រើនណាបងប្អូនបាទនៅទីនេះគឺច្រើនបាទបើសិនបើយើង scroll ទៅរកវាអាចនឹងពិបាកវាយូរបាទអញ្ចឹងបងប្អូនអាចចុចកន្លែងសញ្ញា search នេះដើម្បី search នៅអ្វីដែលយើងចង់បានឧទាហរណ៍ថាឥឡូវខ្ញុំចង់បានសញ្ញាព្រួញបាទអញ្ចឹងខ្ញុំដាក់ថាជាភាសាអង់គ្លេសព្រួញគេទៅសេបែបនេះបងប្អូនអត់ចេះទៅសេអាចទៅសេតាមខ្ញុំបាទគឺទៅសេបែបនេះព្រួញគេទៅសេអញ្ចឹងហើយចុចសញ្ញា search ខាងក្រោមនេះមកបងប្អូននឹងទទួលបានព្រួញជាច្រើនបាទនៅទីនេះឥឡូវបងប្អូនស្រឡាញ់មួយណាឧទាហរណ៍ថាឥឡូវនេះខ្ញុំស្រឡាញ់ព្រួញបែបនេះបាទឃើញទេហើយខ្ញុំចង់ចង្អុលប្រាប់អ្នកមើលរបស់ខ្ញុំទៅលើចំណុចណាមួយឧទាហរណ៍ថាឥឡូវខ្ញុំចង្អុលទៅលើជើងនេះហើយបងប្អូនចុច tick កន្លែងនេះមកបន្ទាប់មក tick ទៀតមកបងប្អូនណាបាទអញ្ចឹងបងប្អូនកលេចមើលទៅលើសញ្ញាព្រួញរបស់យើងសិនបងប្អូនចង់រំកិលវាទៅណាក៏បានដែរអាស្រ័យទៅលើបងប្អូនចង់ទេបាទឥឡូវខ្ញុំដាក់វានៅកន្លែងហ្នឹងហើយខ្ញុំអាចពង្រីកពង្រួមវាបានបងប្អូននេះឃើញទេយើងធ្វើដៃអញ្ចឹងមកបាទចង់តូចធំក៏បានចំណុចដែលសំខាន់បងប្អូនគឺយើងត្រូវមើលទៅលើសញ្ញាព្រួញតើយើងចង់ឲ្យសញ្ញាសម្គាល់របស់យើងឬក៏សញ្ញាព្រួញហ្នឹងចេញនៅពេលណាអញ្ចឹងបងប្អូនមើលមកខាងក្រោមនេះបាទនេះគឺជាកន្លែងដែលយើងត្រូវអូសវាបាទទៅដាក់ឲ្យចំដែលចំណុចដែលយើងចង់ឲ្យវាចេញឃើញទេបងប្អូនបាទឧទាហរណ៍ថាខ្ញុំចង់ឲ្យវាចេញតាំងពីវីដេអូចាប់ផ្ដើមអញ្ចឹងខ្ញុំអូសវាឲ្យមកខាងមុខនឹងតែម្ដងហើយចាប់ផ្ដើមគឺវាចេញបែបហ្នឹងហើយឬក៏ខ្ញុំចង់ឲ្យវាចេញរហូតដល់ចប់វីដេអូអញ្ចឹងបងប្អូនចុចសញ្ញាព្រួញសម្គាល់របស់យើងហើយទាញវាមកឲ្យផុតវីដេអូមកអញ្ចឹងបងប្អូន play មើលសញ្ញាសម្គាល់របស់យើងវានឹងនៅតែបង្ហាញរហូតដល់ចប់វីដេអូក្នុងករណីប្រសិនបើបងប្អូនយើងចង់ដាក់សញ្ញារង្វង់អញ្ចឹងបងប្អូនចូលទៅកាន់ sticker យើងដដែលបងប្អូនមើលកន្លែងនេះបាទបន្ទាប់មកបងប្អូនចុចប៊ូតុង search តមកទៀតបងប្អូនដាក់ថាបាទ cycleបងប្អូនទៅសេតាមខ្ញុំអញ្ចឹងមកបើសិនជាចង់បានរង្វង់ហើយបងប្អូនចុច search បាទអញ្ចឹងរង្វង់យើងគឺបែបនេះបងប្អូនចង់បានបែបណាឧទាហរណ៍ខ្ញុំយកពណ៌អសនេះហើយខ្ញុំពង្រីកវាធំបែបនេះខ្ញុំយកវាមកដាក់នៅកន្លែងជើងខាងក្រោយនេះអញ្ចឹងបងប្អូនពេញចិត្តហើយចុច tick កន្លែងនេះផងដើម្បីយើងទៅសេរីសរង់បន្តទៀតបាទអញ្ចឹងរង្វង់ហ្នឹងដូចគ្នាបងប្អូនចង់ឲ្យវាចេញនៅចំណុចណាឧទាហរណ៍ថាខ្ញុំឲ្យវាចេញមកចប់វីដេអូហ្នឹងបាទអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងហើយខ្ញុំ play បងប្អូនមើលឃើញទេនេះគឺជារង្វង់និងសញ្ញាព្រួញប្រសិនបើបងប្អូនមិនពេញចិត្តបាទរង្វង់ឬក៏សញ្ញាព្រួញដែលមានស្រាប់នៅក្នុងកម្មវិធីវិញទេបងប្អូនអាចយកពីខាងក្រៅដាក់បានអញ្ចឹងបងប្អូនបាទឈរទៅលើពាក្យថា edit បន្ទាប់មកបងប្អូនបាទយកពាក្យថា overlay ហើយបងប្អូនទៅជ្រើសរើសបាទសញ្ញាព្រួញឬក៏រង្វង់ដែលមានស្រាប់នៅខាងក្រៅហ្នឹងហើយខ្ញុំបញ្ជាក់ជូនបងប្អូនរង្វង់និងសញ្ញាព្រួញនេះបងប្អូនអាចចូលទៅយកបាទនៅក្នុង Telegram របស់ខ្ញុំបានខ្ញុំនឹងដាក់ឲ្យបងប្អូនយកទៅប្រើបាទអញ្ចឹងបងប្អូនចូលទៅកាន់ QR code នេះទៅ scan ទៅបងប្អូនអាចចូលទៅ Telegram របស់ខ្ញុំបានហើយបាទអញ្ចឹងខ្ញុំ select បាទយកបាទសញ្ញាព្រួញមួយឧទាហរណ៍ថាខ្ញុំយកសញ្ញានេះបាទឃើញទេអញ្ចឹងបងប្អូនអាចពង្រីកពង្រួមវាបានដោយបងប្អូនធ្វើដៃបែបអញ្ចេះបាទដើម្បីបរិយព្រមវាហើយយើងបដូរទីតាំងវាមកយើងអាចបង្វិលវាបានបាទបង្វិលវាបានដាក់កន្លែងនេះឧទាហរណ៍ដាក់ប៉ុណ្្នឹងចុះហើយបងប្អូន play សាកមើលបាទ
cứ vi tranh bài nỉ hay đôi kia từ nâng ca đã sinh nhà pruin môn đáy bà sân cho bom ôn dương trong ở vi tranh cả lại ná bom ôn thử giật cọt lưu vi ở chóp hay ô vi màu chủng loại này để bom ôn trong ở vi tranh nhiều tí họ thao vi tổ ní từ 4 cho mặt trong ở tranh đi và tọa màu bàn mà tốt từ vi tranh hay bom ôn trong ở vi tranh đo ná cứ bom ôn thử cho lưu vía hay mơ bị mục viên nó miên sinh nhà po so mỗi bom ôn giật cọt viết tiền một hàng mục màu bạn chẳng viên năng tranh từ đo chủng nói để bom ôn trong bàn hay mùi tiết ở tẹt tôn từ nâng ca đạ đồng vốn có đôi khía bóng ôn và cho thịt cái này ní máu hay vô bị thả overlay đã đáy và tòa máu bóng ôn vô overlay tiết và hãy vô đồng vốn trôn màu và cái nhé hay dương ai bóng ruông vi ban chỉ thò mà đào bóng ôn ấy và chứng nhưng đã cái này ní rồi có cái này ní và sai từ lửa bóng ôn trên nẹ sẽ lành pin chặt tì tiếc trong đã cái này nắng hay khi mà ai việc tránh và chapi chùm nói chạp đào màu và rồi hột đào chậm sinh nhà pruin có đôi kia và tiếng bom ôn play mới nè cái nhé bạn chẳng ca đã bài ní mơ tới cứ nè để quạt bàn khơi video bảo dưỡng quạt vô thả dưỡng trong bằng hai à vây từ can quản bạn chắc trong thì dây pika đã sinh nhà pruin như có sinh nhà sầm qua phần nâng cho từ đó bom ôn dưỡng và sân chìm yên sầm nụ sinh tiết ai comment khang cao móc trong nâng trả lời chun bằng thèm chụp cái video cao chi bằng tàu tiết bạn